ឆ្នាំនេះក្រុមខ្ញុំបានលេខ2តែឆ្នាំក្រោយខ្ញុំនឹងសន្យាថាក្រុមខ្ញុំនឹងធ្វើឲ្យបានជ័យវិធីភាពបរាជ័យឆ្នាំមុនបានក្លាយជាកាតាលីករជំរុញឲ្យពួកយើងខិតខំហ្វឹកហាត់ទ្វេដងដើម្បីទទួលបានជ័យលាភីមួយនេះអារម្មណ៍ខ្ញុំជាគ្រូបង្វឹកសប្បាយចិត្តណាដោយសារយើងបានទទួលជ័យជំនះថ្ងៃនេះការបង្ហាត់របស់យើង10ថ្ងៃកន្លងមកនេះគឺយើងពិបាកច្រើនណាស់តាំងពីប្រកួតដំបូងរហូតមកដល់ការបញ្ចប់ថ្ងៃនេះការប្រកួតយើងនេះខាងសាលារបស់យើងគឺបានចូលរួមប្រកួត2ឆ្នាំជាប់គ្នាឆ្នាំមុនយើងទទួលបានតែចំណាត់ថ្នាក់យើងអាចរងទេដោយសារយើងចាញ់ខេត្តស្វាយរៀងរហូតដល់ឆ្នាំនេះយើងបានចូលរួមប្រកួតទៀតការខិតខំរបស់យើងតាំងពីដើមមកព្យាយាមហាត់រហូតមកយើងអាចធ្វើបានសម្រេចនៅក្នុងឆ្នាំ2025នេះដោយយើងទទួលបានជ័យលាភីជាជើងឯកការរៀបចំឆ្នាំនេះបានល្អយើងទទួលបានការវឹកហាត់ក៏រយៈពេលយ៉ាងវែងហើយនឹងការខិតខំរបស់កូនទាំងអស់គ្នាគាត់ប្រឹងខ្លាំងមែនទែនក៏វូនហើយនឹងគ្រូបង្វឹកយើងទាំងពីរនាក់ក៏យើងខិតខំប្រឹងប្រែងដែរដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតព្រឹកមិញនេះពួកយើងពិតជាសប្បាយរីករាយខ្លាំងចំពោះជ័យលាភីមួយនេះឆ្នាំមុនយើងបានត្រឹមជើងឯករងតែឆ្នាំនេះយើងទទួលបានជ័យលាភីលេខ1ទូទាំងប្រទេសតំណាងឲ្យរាជធានីភ្នំពេញដោយសារក្រុមយើងបានខិតខំហ្វឹកហាត់ខ្លាំងភាពបរាជ័យឆ្នាំមុនបានក្លាយជាកាតាលីករជំរុញឲ្យពួកយើងខិតខំហ្វឹកហាត់ទ្វេដងដើម្បីទទួលបានជ័យលាភីមួយនេះអរគុណស្មារតីក្រុមទាំងមូលពួកយើងពិតជាធ្វើបានល្អណាស់អរគុណលោកគ្រូស្រីវ៉ាត់និងលោកគ្រូរតនាដែលបង្ហាត់ពួកយើងទទួលបានជ័យលាភីមួយនេះសាលារៀនអន្តរជាតិ American AIS គុណភាពវិន័យនិងសេវាកម្ម